ទាំងនេះគឺជាមេរៀនដែលយើងអាចរៀនសូត្រពីព្រះបាទជ័យវរ្ម័នទី7 1ត្រូវតែក្លាហានក្នុងវិបត្តិកុំភ័យខ្លាចនៅពេលប្រទេសជួបការរងគ្រោះ2ចក្ខុវិស័យវែងឆ្ងាយសាងសង់អ្វីដែលនៅសល់ជាមរតកសម្រាប់ជំនាន់ក្រោយ3យល់ចិត្តប្រជារាស្ត្រសុខទុក្ខរបស់អ្នកដទៃគឺជាសុខទុក្ខរបស់ទ្រង់4ផ្ដោតលើការអភិវឌ្ឍមន្ទីរពេទ្យផ្លូវថ្នល់និងការអប់រំគឺជាមូលដ្ឋាននៃប្រទេសរឹងមាំព្រះបាទជ័យវរ្ម័នទី7គឺជាស្ដេចមួយដ៏អស្ចារ្យដែលបានគ្រងរាជ្យរហូតដល់ជុំវិញឆ្នាំ1220ទោះបីព្រះអង្គបានចាកចេញពីពិភពលោកក៏ដោយប៉ុន្តែមរតករបស់ព្រះអង្គនៅតែរស់នៅតាមរយៈប្រាង្គប្រាសាទនិងគំរូនៃភាពជាអ្នកដឹកនាំដែលផ្ដោតលើមេត្តានិងការរួមចំណែកនៅសម័យទំនើបនេះព្រះអង្គត្រូវបានចាត់ទុកជាគំរូជាតិដែលបង្ហាញថាអ្នកដឹកនាំពិតមិនគ្រាន់តែមានអំណាចនោះទេប៉ុន្តែត្រូវមានចិត្តស្រឡាញ់ប្រជារាស្ត្រនិងមានចក្ខុវិស័យសម្រាប់អនាគតផងដែរបាទសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ YouTube Channel ដ៏ល្បីល្បាញថ្ងៃនេះដែរយើងជួបគ្នាសាជាថ្មីមកកាន់ topic ថ្មីពាក់ព័ន្ធទៅលើកម្ពុជាអ្នកដឹកនាំខ្មែរដ៏ល្បីល្បាញម្នាក់នៅក្នុងអតីតកាលគឺអ្នកដឹកនាំខ្មែរដែលមានឥទ្ធិពលបំផុតព្រះបាទជ័យវរ្ម័នទី7បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកស្គាល់អ្នកដឹកនាំខ្មែរមួយអង្គដែលត្រូវបានប្រវត្តិវិទូចាត់ទុកថាមានឥទ្ធិពលនិងឫទ្ធានុភាពបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរព្រះអង្គមានឈ្មោះថាព្រះបាទជ័យវរ្ម័នទី7ព្រះអង្គប្រសូតនៅជុំវិញឆ្នាំ1122ព្រះអង្គជាបុត្ររបស់ព្រះបាទទនិន្ទ្រវរ្ម័នទី2ព្រះអង្គបានរងចាំអស់រយៈពេលជាយូរមុនពេលឡើងគ្រងរាជ្យនៅឆ្នាំ1181នៅពេលព្រះជន្មប្រហែល60ព្រះវស្សានេះគឺជាពេលវេលាដែលអាណាចក្រខ្មែរកំពុងតែរងគ្រោះពីការលុកលុយរបស់ចាមនិងការបែកបាក់ផ្ទៃក្នុងព្រះអង្គបានដឹកនាំកងទ័ពរំដោះជាតិបង្ក្រាបពួកចាមចេញពីរាជធានីអង្គររួចប្រកាសខ្លួនជាព្រះមហាក្សត្រក្រោមការដឹកនាំរបស់ព្រះអង្គអាណាចក្រខ្មែរបានពង្រីកទឹកដីធំទូលាយបំផុតរួមមានចាំប៉ាជាភាគខាងត្បូងនៃប្រទេសឡាវផ្នែកខ្លះនៃថៃនិងវៀតណាមបច្ចុប្បន្នព្រះអង្គមិនត្រឹមតែជាមេទ័ពដ៏ក្លាហានប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកសាងសង់និងអ្នកដឹកនាំដែលផ្ដោតលើសុខុមាលភាពប្រជារាស្ត្រផងដែរតើអ្វីដែលធ្វើឲ្យព្រះបាទជ័យវរ្ម័នទី7ក្លាយជាអ្នកដឹកនាំឥទ្ធិពលយ៉ាងខ្លាំងយើងនឹងពិនិត្យមើលតាម4ចំណុចសំខាន់ចំណុចទី1ភាពក្លាហាននិងវិញ្ញាណនៃការរំដោះជាតិនៅពេលអាណាចក្ររងគ្រោះពីការលុកលុយព្រះអង្គមិនបានអង្គុយស្ងៀមទេទោះបីព្រះជន្មចាស់ក៏ដោយព្រះអង្គបានដឹកនាំកងទ័ពវិប្រឆាំងនឹងចាមអស់រយៈពេលជាច្រើនឆ្នាំរហូតដល់រំដោះរាជធានីអង្គរបានវិញព្រះអង្គបានបង្ហាញថាអ្នកដឹកនាំពិតត្រូវមានភាពធន់និងក្លាហានក្នុងវិបត្តិនៅពេលប្រទេសជាតិត្រូវការអ្នកដឹកនាំត្រូវឈរឡើងខាងមុខដើម្បីការពារនិងរំដោះជាតិចំណុចទី2ចក្ខុវិស័យធំនិងការសាងសង់ដ៏អស្ចារ្យព្រះអង្គបានកសាងអង្គរធំជារាជធានីដែលមានជញ្ជាំងនិងឧទ្យានដ៏ធំនៅកណ្ដាលប្រាសាទបាយ័នដែលមានមុខព្រំញញឹម400មុខនិងតំណាងឲ្យព្រះពោធិសត្វលើកតិស្វរៈដែលកំពុងមើលថែប្រជារាស្ត្រគ្រប់ទិសទីព្រះអង្គក៏បានសាងសង់ប្រាសាទផ្សេងទៀតដូចជាព្រះខ័នតាព្រំនាគពន្ធបន្ទាយក្តីបន្ទាយឆ្មារួមទាំងផ្លូវថ្នល់មន្ទីរពេទ្យនិងស្ពានជាច្រើនចក្ខុវិស័យរបស់ព្រះអង្គមិនត្រឹមតែអាណាចក្រមួយដ៏ខ្លាំងក្លាប៉ុណ្ណោះទេប៉ុន្តែសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យរុងរឿងចំណុចទី3ភាពយល់ចិត្តនិងការផ្ដោតលើសុខុមាលភាពប្រជារាស្ត្រនេះគឺជាចំណុចដែលធ្វើឲ្យព្រះអង្គលេចធ្លោបំផុតព្រះអង្គជាព្រះមហាក្សត្រខ្មែរដំបូងគេដែលគោរពព្រះពុទ្ធសាសនាមហាយានយ៉ាងជ្រៅនិងបានអនុវត្តគោលការណ៍ព្រហ្មវិហារធម៌ទាំង4ដូចជាមេត្តាករុណាមុទិតា
និងឧបេក្ខាក្នុងការដឹកនាំព្រះអង្គបានសាងសង់មន្ទីរពេទ្យចំនួន102កន្លែងនៅទូទាំងអាណាចក្រដែលផ្ដល់ការព្យាបាលឥតគិតថ្លៃដល់ប្រជារាស្ត្រក្រៅពីនោះនៅតែមានស្ថានសំណាក់ធម្មសាលាចំនួន121កន្លែងសម្រាប់អ្នកធ្វើដំណើរនិងយុវជនរៀនសូត្រព្រះអង្គបានមើលឃើញថាទុក្ខព្រួយរបស់ប្រជារាស្ត្រគឺជាទុក្ខព្រួយរបស់ព្រះអង្គផ្ទាល់នេះហើយដែលធ្វើឲ្យព្រះអង្គទទួលបានទំនុកចិត្តនិងឥទ្ធិពលយ៉ាងខ្លាំងក្លាពីប្រជារាស្ត្រចំណុចទី4ភាពសុចរិតនិងការរួមចំណែកដល់សង្គមព្រះអង្គមិនត្រឹមតែគិតតែពីអំណាចតខ្លួនទេប៉ុន្តែគិតពីអនាគតជាតិព្រះអង្គបានសាងសង់អ្វីៗជាច្រើនដើម្បីបម្រើប្រជារាស្ត្រនិងព្រះពុទ្ធសាសនាទោះបីការសាងសង់ទាំងនោះត្រូវការធនធាននិងកម្លាំងពលកម្មច្រើនយ៉ាងណាក៏ដោយប៉ុន្តែវាបានបង្កើតនូវមរតកដ៏យូរអង្វែងព្រះអង្គបានបង្ហាញថាអ្នកដឹកនាំពិតត្រូវមានភាពសុចរិតនិងត្រៀមលះបង់សម្រាប់ប្រយោជន៍រួមរបស់ជាតិមេរៀនដែលយើងអាចរៀនសូត្របានពីព្រះអង្គ1ក្លាហានក្នុងវិបត្តិសូមកុំភ័យខ្លាចនៅពេលប្រទេសជួបការរងគ្រោះ2ចក្ខុវិស័យវែងឆ្ងាយសាងសង់អ្វីដែលនៅសល់ជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ3យល់ចិត្តប្រជារាស្ត្រសុខទុក្ខរបស់អ្នកដទៃគឺជាសុខទុក្ខរបស់ទ្រង់4ប្រកាសលើការអភិវឌ្ឍមនុស្សមន្ទីរពេទ្យផ្លូវថ្នល់និងការអប់រំគឺជាមូលដ្ឋាននៃប្រទេសរឹងមាំព្រះបាទជ័យវរ្ម័នទី7បានគ្រងរាជ្យរហូតដល់ជំរំជុំវិញឆ្នាំ1220ទោះបីព្រះអង្គបានចាកចេញពីពិភពលោកក៏ដោយប៉ុន្តែមរតករបស់ព្រះអង្គនៅតែរស់នៅតាមរយៈប្រាសាទអង្គរនិងគំនូរនៃភាពជាអ្នកដឹកនាំដែលផ្ដោតលើមេត្តានិងការរួមចំណែកនៅសម័យទំនើបព្រះអង្គត្រូវគេបានចាត់ទុកជាគំរូជាតិដែលបង្ហាញថាអ្នកដឹកនាំពិតមិនមែនគ្រាន់តែមានអំណាចទេប៉ុន្តែត្រូវមានចិត្តស្រឡាញ់ប្រជារាស្ត្រនិងមានចក្ខុវិស័យសម្រាប់អនាគតសេចក្តីសង្ខេបព្រះបាទជ័យវរ្ម័នទី7គឺជាអ្នកដឹកនាំខ្មែរដែលមានឥទ្ធិពលពិតប្រាកដព្រះអង្គបានរំដោះជាតិពង្រីកទឹកដីសាងសង់អង្គរធំនិងបង្កើតប្រព័ន្ធសុខាភិបាលដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍សូមឲ្យយើងទាំងអស់គ្នារៀនសូត្រពីព្រះអង្គដើម្បីក្លាយជាអ្នកដឹកនាំតូចៗដែលមានឥទ្ធិពលវិជ្ជមាននៅកន្លែងធ្វើការក្នុងគ្រួសារនិងក្នុងសង្គមបើយើងម្នាក់មានចិត្តមេត្តានិងចក្ខុវិស័យប្រទេសជាតិយើងនឹងកាន់តែរុងរឿងអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បើអ្នកមានមតិឬចង់ស្វែងយល់បន្ថែមអំពីព្រះបាទជ័យវរ្ម័នទី7សូមបញ្ចេញមតិខាងក្រោមយើងនឹងធ្វើការជួបគ្នាម្ដងទៀតនៅវីដេអូបន្តសូមឲ្យអ្នកទាំងអស់គ្នាក្លាយជាអ្នកដឹកនាំដែលមានឥទ្ធិពលវិជ្ជមានដូចព្រះបាទជ័យវរ្ម័នទី7សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ